ហ្នឹងខ្ញុំនឹងមកអាប់ដែលគ្នាយើងនៅ hero ដែលគេបានបើនឹងនៅក្នុង patch ហ្នឹងដែល hero ទី1គឺជា dark system មីយ៉ាដែលគេបើទៅលើ passive ឲ្យវាយឈឺជាងមុនជាមួយនឹង ultimate រត់លឿនជាងមុនដែល hero ទី2គឺជា hero ល្បី Granger មកបាលចាំបាននៅទៅលើ skill ទី1កុំឲ្យវាយឈឺដូចមុនចឹងហើយ Granger ប្រកាសជាពិបាកផុសពិបាក clear minion ជាងមុនហើយ hero បន្ទាប់ទៀតគឺជា Atlas មកបាលចឹងបើទៅលើ skill ទី1ឲ្យឈឺជាងមុនហើយ hero បន្ទាប់ទៀតគឺជា Hayabusa ដែលមកបាលចឹងធ្វើការនៅទៅលើ skill ទី2កុំឲ្យវែងដូចមុនទៀតចឹងហើយ Haya ប្រកាសជាពិបាករត់ប៉ុន្តែមកបាលចឹងក៏គេបានបើ AT ឲ្យខួរដើមលឿនជាងមុនដែរហើយ hero ល្បីមួយទៀតគឺជា Maom Angela ដោយ Maom Angela ហ្នឹងមកបាលចឹងធ្វើឲ្យ AT មានខួរដើមយូរជាងមុនប៉ុន្តែ AT ហ្នឹងនៅពេលដែលឡើងជីកកគេគឺជីបានយូរមែនតើមកអ្នកលេង Angela ប្រកាសជាដឹងហើយថាឥឡូវហ្នឹងគឺជីកកគេបានយូរមែនតើហើយ hero មួយទៀតគឺល្បីដូចគ្នាណាដៃខ្លីជើងខ្លីយើងហ្នឹងដែលគេធ្វើការបើទៅលើ skill ទី1ឲ្យឈឺជាងមុនប៉ុន្តែនៅ skill ទី2កុំឲ្យសូវឈឺហើយប៉ុន្តែណាហ្នឹងបើមិនណោះមិនក៏នៅតែខ្លាំងដែរនិយាយមែនគឺឃើញមុខសឹងគ្រប់ម៉ាត់តែ hero មួយទៀតគឺជា hero ស៊ីឡុង hero ហ្នឹងឆ្កឹះក្តិតគេសាហាវណាឥឡូវមក Legend ធ្វើការបើទៀតអា basic attack ចាក់ឈុចហ្នឹងឥឡូវហ្នឹងគេបើឲ្យចាក់ឈុចឈឺជាងហ្នឹងទៀតតែ hero មួយទៀតគឺជា Jusian ដែលមក Legend គេថាគេបាននៅ hero ហ្នឹងឯងគេគ្រាន់តែកែសម្រួលប៉ុន្តែខ្ញុំគិតថាហ្នឹងគឺជាការនៅ 100% ហ្មងតែ hero ហ្នឹងគឺសំខាន់ទៅលើ mana ប៉ុន្តែមក Legend ធ្វើឲ្យ hero ហ្នឹងឥឡូវវាយ minion វាយបើវាយអីក៏អស់ mana ដែរហើយ mana ហ្នឹងឡើងយឺតជាងមុនទៀតគ្រាន់តែធ្វើឲ្យ skill ទី2ឈឺជាងមុនទេអញ្ចឹងហើយអាហ្នឹងគេហៅថានៅហើយក៏មិនថាអត់តែសោះប្រូមុនតន់ hero មួយទៀតគឺជាអតរិយសេទៀន hero ហ្នឹងគឺគេធ្វើការបើខ្លាំងមែនតើហ្មង skill ទី1គឺថាឈឺជាងមុនហើយលឿនជាងមុនហើយអត់ស៊ី mana ទៀតអញ្ចឹងគ្នាយើងប្រកាសជាដឹងហើយថាមីចាងចិត្តចេញអា skin epic ពណ៌បេតងហ្នឹងមកណាបាទគេបើអញ្ចឹងឥឡូវនេះដល់វិញគេបើតែងម្ដង hero តែងគឺជា ថៃគ្រាគេបើទៅលើ skill ទី2ជាមួយនឹង ultimate បើខ្លាំងណាគូដានលឿនមែនតើហើយមូលហេតុហ្នឹងគឺថា skin collector របស់ថៃគ្រាចិត្តចេញមកឆាប់ហ្នឹងហើយ hero មួយទៀតតែងដូចគ្នា Johnson hero ហ្នឹងនៅពេលដែលបុកទៅឈឺជាងមុនគេបើឲ្យ damage ពេលដែលបុក hero ទៅកាន់តែឈឺ hero តែងមួយទៀតគឺជាតែង Khufra ដែលកាលមុនអា passive Khufra ហ្នឹងគឺថា cooldown 12 second មកតែឥឡូវហ្នឹងគឺតែ8 second ទេតែងមួយទៀតតែងស្រីគ្នាយើង Lolita hero ហ្នឹងគឺគេបើសាហាវហ្មងមុនតន់បានកែសម្រួលទៅលើ passive បើ skill ទី1ឲ្យឈឺជាងមុនហើយលឿនជាងមុនបើ ultimate ឲ្យគេ slow ជាងមុនហើយឈឺជាងមុនទៀតមកបានហើយម៉ាក់ Lolita ដូចជាបើសាហាវជាងគេជាងឯង hero មួយទៀតជា hero support Pro ST hero ហ្នឹងគេបើទៅលើ skill ទី1ឲ្យហៀឈាមបានច្រើនជាងមុនហើយ cooldown លឿនទៀតហើយអត់សូវស៊ី mana ទេហើយ ultimate ក៏គេបានបើដូចគ្នាដែរឲ្យ hero ហ្នឹងវាថាវាមាន defense ជាងមុននៅពេលដែលបើក ultimate support មួយទៀតគឺជា support ស្រីដល់ Avela មកបាលចឹងគេបានបើទៅលើ skill ទី2ឲ្យពេលដែល heal ទៅរត់លឿនជាងមុនហើយឡើងឈាមជាងមុនទៅលើ teammate ទៀតបើ ultimate វិញគេបើ cooldown កាលមុន42 second ទៅ34ឥឡូវនៅសល់តែ38ទៅ30ទេលឿនមែនតើហើយគ្នាយើងបាច់ឆ្ងល់ទេថាម៉េចបានគេធ្វើការបើ hero តែង hero support ច្រើនមែនសារតែកន្លែងនេះគេសរសេរមកប្រាប់ហើយដែរមកបាលចឹងគេចង់ឲ្យ hero roam ដែលជាប្រភេទ hero support តែហ្នឹងគឺថាមានមុខមាត់នៅក្នុង meta ច្រើនជាងមុនណាអញ្ចឹងហើយបានឥឡូវហ្នឹងគេធ្វើការប្រឹងបើ hero អស់ហ្នឹងម៉េះហ៎